Ba group ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះវិលមកជួប admin សាជាថ្មីទៀតហើយបងប្អូនណាសម្រាប់ថ្ងៃនេះគឺខ្ញុំអត់មានសាច់រឿងខ្មោចឲ្យយកមកដំណើរទេក៏ប៉ុន្តែនៅក្នុងយប់នេះគឺខ្ញុំមានសាច់រឿងបែបជាលក្ខណៈគ្រួសារវិញណាអញ្ចឹងសាច់រឿងនៅថ្ងៃនេះគឺជាប់ពាក់ព័ន្ធទៅនឹងបងស្រីម្នាក់ដែលគាត់នឹងគឺជាស្ត្រីមេម៉ាយមេប្រូវយូរឆ្នាំហើយគាត់ហ្នឹងណាបានទៅខ្ចីលុយលោកតាម្នាក់ហើយលោកតាហ្នឹងគឺគាត់ជាអ្នកដែលសម្បូរលុយហៅថាគាត់ជាអ្នកដែលចងការលុយចឹងតោះប៉ុន្តែលោកតាហ្នឹងគឺគាត់មានអាយុ65ឆ្នាំទៅហើយតែគាត់ហ្នឹងគឺមានខ្លាំងណាបងប្អូនហើយបងស្រីហ្នឹងគាត់រៀងខ្វះខាតលុយណាគាត់ទៅខ្ចីលុយលោកតាហ្នឹងអញ្ចឹងសាច់រឿងដែលប្រិមិត្តគាត់បានឆែកម្លែកមកគឺស្ដាប់មើលទៅហាក់បីដូចជាចម្លែកចិត្តហ្នឹងមែនទេបងប្អូនហើយសម្រាប់បងប្អូនដែលអត់ទាន់បានជួយចុច Subscribe ទៅ Channel របស់ខ្ញុំទេបងប្អូនជួយម្នាក់មួយផងដើម្បីទទួលបាននៅសាច់រឿងថ្មីទៀតពីខ្ញុំបាទហើយតាមពិតទៅគឺលោកតាហ្នឹងគាត់ដំបងគាត់ស្គាល់បងស្រីហ្នឹងតាមខ្សែរយៈអ្នកភូមិដែលរស់នៅជិតហ្នឹងឯងបងស្រីហ្នឹងគាត់ថាតែគាត់វាថាគាត់រៀងស្អាតដែរគាត់ម៉ាយស្អាតម៉ាយកូនពីរណាហើយលោកតាហ្នឹងគាត់និយាយជាមួយនឹងបងស្រីហ្នឹងដែរហើយខ្ចីហ្នឹងខ្ចីប្រមាណហើយសងឯណាគាត់សួរណាហើយលោកតាហ្នឹងគាត់ថាឲ្យច្បាស់ថ្ងៃឲ្យច្បាស់ខែច្បាស់ឆ្នាំណាគាត់និយាយពេលថាគាត់ចង់ឲ្យច្បាស់ទៅវិញទៅមកខ្ចីលុយខ្ចីកាក់ហ្នឹងធម្មតាបងប្អូនអ្នកដែលខ្ចីលុយមកដំបងខ្ចីទៅផ្អែមណាហើយពេលតែសងវិញចប់ហើយមិនបាច់ទេសងវិញវិធានាអាហ្នឹងសង្គមយើងសពថ្ងៃជួបអស់ហើយបងប្អូនអញ្ចឹងផ្ដើមនៅសាច់រឿងដំបូងបងស្រីម្នាក់តែគាត់នឹងឈ្មោះថាបងស្រីមាសគាត់នឹងគឺជាស្ត្រីមេម៉ាយទេហើយគាត់លែងប្តីយូរឆ្នាំហើយក៏ប៉ុន្តែគាត់បានគេថាគាត់សំណាងណាបានជួបលោកតាហ្នឹងដែលគាត់នឹងជាអ្នកដែលចងការលុយអញ្ចឹងថ្ងៃហ្នឹងគាត់ទីខ្វះខាតគាត់ក៏បានតែទៅសួរលោកតាហ្នឹងតែសួរអ៊ំហ្នឹងណាហើយហៅតាចាស់ពេកហៅអ៊ំទៅព្រោះគាត់មានដែរអញ្ចឹងគាត់ចាប់ដើមតែទៅលោកតាម្នាក់ហ្នឹងដោយគាត់បាននិយាយថាតែគាត់ស្គាល់លោកតាហ្នឹងឯងអត់ដែលស្គាល់គ្នាពីមុនមកឯងគាត់ថាអ៊ំឮថាអ៊ំឯងហ្នឹងគឺជាអ្នកដែលចងការលុយអ៊ំហ្នឹងឯងចៅឯងត្រូវការប្រហែលទេខ្ញុំអត់ត្រូវការច្រើនប៉ុន្មានទេព្រម4 10 20រៀលទេហេខ្ចីដំបងតិចណា4 10 20រៀលឯងដំបងគាត់ខ្ចី10រៀល10រៀលការ$2អញ្ចឹង10រៀលការ$2ថ្លៃឯងការអញ្ចឹងចៅឯងយក10រៀលសិនណាព្រោះថ្ងៃហ្នឹងអ៊ំអត់បានយកលុយមកតាមខ្លួនទេគាត់ហុច10រៀលទៅ40000ណាអញ្ចឹងថ្ងៃមុខថ្ងៃក្រោយហ្នឹងគាត់ខ្វះខាតគាត់ខ្ចីទៀតខ្ចីចុះខ្ចីឡើងដល់គាត់ខ្ចីលោកតាដល់$2000ជាងជុំបងប្អូនច្រើនមែនតើហើយលោកតានោះគាត់ចាប់ដើមប្រម៉ូណាដើរទាកូនបំណុលតែចម្ពាក់គាត់ហ្នឹងគាត់ថាមើលឥឡូវនេះខ្ចីច្រើនណាអស់2000ឥឡូវមុំសងនៅហើយបងស្រីហ្នឹងគាត់ថាអូយអ៊ំអើយឥឡូវនេះខ្ញុំរកស៊ីអត់បានទេហើយខ្ញុំនឹងក្រុមគ្រួសាររបស់ខ្ញុំនឹងខ្វះខាតច្រើនណាអញ្ចឹងខ្ញុំអត់ទាន់បានសងអ៊ំទេចាំថ្ងៃនេះថ្ងៃនោះអញ្ចឹងទៅហើយពេលនោះបងប្អូនលោកតាហ្នឹងគាត់ថាហេចៅឯងមិននិយាយអញ្ចឹងពេលតែខ្ចីតាមខ្ចីអ៊ំស្រួលមែនហើយសងក៏ពិបាកមែនខ្ញុំមិនថាមិនសងអ៊ំទេក៏ប៉ុន្តែខ្ញុំរកអត់ទាន់បានអ៊ំព្រោះបងស្រីហ្នឹងគាត់ជាអ្នកដែលរកស៊ីលក់បន្លែលក់អីនៅតាមផ្សារអញ្ចឹងណាហើយគាត់រកសូវបានអញ្ចឹងគាត់ថាចាំថ្ងៃនេះថ្ងៃនោះទៅហើយពេលនោះលោកតាម្នាក់ហ្នឹងគាត់និយាយថាឲ្យច្បាស់ថាថ្ងៃនេះថ្ងៃណាវាថាថ្ងៃច័ន្ទឬថ្ងៃគៀអញ្ចឹងណាអញ្ចឹង
លោកតាមដែលហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ហ្នឹងគឺស្គាល់បងស្រីហ្នឹងគាត់បងស្រីមាសហ្នឹងខុសមែនតើដោយសារតែគាត់ហ្នឹងគឺឲ្យលុយបងស្រីហ្នឹងខ្ចីច្រើនពេកហើយគាត់អត់សងទេអញ្ចឹងគាត់ចាប់ផ្ដើមខ្ចីថែមទៀតបងប្អូនគាត់ខ្ចីថែមទៀតណាហេអាចាស់តន់សងហើយខ្ចីថែមទៀតហើយថែមទៀតតាហ្នឹងក៏ឲ្យទៀតព្រោះចិត្តល្អឃើញបងស្រីហ្នឹងរៀងស្អាតដែរបងប្អូនអញ្ចឹងគាត់ថាឥឡូវហ្នឹងយក500ទៀតទាំងអស់2005ហើយពេលនោះណាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួលចិត្តដោយសារតែបងស្រីគាត់ខ្ចីលុយច្រើនពេកអញ្ចឹងថ្ងៃមួយបងស្រីហ្នឹងហៅលោកតាមហ្នឹងអ៊ំម្នាក់ហ្នឹងមកផ្ទះរបស់ខ្លួនហើយកូនរបស់គាត់2នាក់ហ្នឹងគាត់ទៅរៀនបាត់ហើយពេលដែលទៅរៀនណាគាត់ទៅរៀនបានដៃមកអ៊ំនឹងមកម៉មមានអីបងប្អូននិយាយចុះនិយាយគ្នាចុះនិយាយគ្នាឡើងលោកតាហ្នឹងក៏បានសួរទៀតថាលុយអ៊ំនឹងការសងហើយបងស្រីក៏ថាឥឡូវចេះទៅអ៊ំឯងហ្នឹងកាត់កងមួយខ្ញុំហ្មងទៅកាត់កងអីក្មួយឯងចង់បានន័យថាម៉េចខ្ញុំអត់លាក់ទេបើសិនជាអ៊ំឯងធ្វើអីមួយខ្ញុំនេះកាត់កងតាមហ្នឹងទៅបានន័យថាគាត់ចង់មានទំនាក់ទំនងស្អិតរមួតខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនគាត់ដឹងណាចង់បានន័យថាគាត់ហ្នឹងកាត់កងមួយគ្នាហ្មងទៅមានអីបងប្អូនអត់លុយសងតាមមានអីកាត់កងគ្នាត្រឹមហ្នឹងទៅហើយកូនទៅរៀនបាត់ហើយហ្នឹងមានណាដឹងអ៊ំអត់និយាយចៅអត់និយាយមានណាដឹងតាមហ្នឹងទៅបងប្អូនលុយ2005ហ្នឹងក៏គាត់មិនឲ្យសងដែរអ៊ំនឹកចាស់ហ៎តែឆ្វាក់ស្រីរបស់គាត់ណាមិនដឹងថាម៉េចទេបងប្អូនហើយអ៊ំហ្នឹងជាទូទៅគាត់ភាកច្រើនគាត់ស្គាល់តែស្ត្រីមេម៉ាយទេកំមុំដូចមិនសូវចូលចិត្តគាត់ប៉ុន្មានទេដោយសារតែប្រហែលជាកំមុំគាត់រៀងពិបាកញ៉ាយតិចណាហើយស្រីម៉ាយគាត់រៀងស្រួលញ៉ាយអញ្ចឹងទៅអញ្ចឹងគាត់ចាប់ផ្ដើមកាត់កងគ្នាហើយដល់ពេលតែកូនគាត់មករៀនវិញគាត់ក៏ត្រឡប់ទៅផ្ទះវិញអ៊ំម្នាក់ហ្នឹងណាគាត់បើកឡានត្រឡប់ទៅផ្ទះវិញហើយគាត់ទេមកគាត់និយាយថាអូនឯងល្អអូនឯងត្រូវការប្រហែលទៀតឥឡូវហៅសិអូនប្រោយណាត្រូវការប្រហែលទៀតចាំបងឲ្យអាយុ60ជាងចាំបងឲ្យទេបងប្អូនអញ្ចឹងវាមិនខុសទាស់ទេបងប្អូនគាត់រសារវាសាច់រឿងដែលលោកតាមហ្នឹងគាត់ឆ្វាក់ស្រីណាដោយពេលនោះគាត់ចាប់ផ្ដើមស្រឡាញ់បងស្រីហ្នឹងមកហាក់បីដូចជាប្រពន្ធលួចលាក់របស់គាត់ណាហើយគាត់មិនឲ្យអ្នកណាដឹងទេសូម្បីតែប្រពន្ធកូនរបស់គាត់អ៊ំហ្នឹងគឺគាត់ខូចមែនតើអញ្ចឹងខ្ញុំមិននិយាយរឿងនេះឲ្យវែងឆ្ងាយទេគ្រាន់តែជាសាច់រឿងសង្ខេបបែបលក្ខណៈសប្បាយទេហើយបងប្អូនយល់យ៉ាងណាដែរចំពោះសាច់រឿងលោកតាមហ្នឹងនឹងបងស្រីមាសណាហើយបងប្អូនគិតថាបងស្រីមាសជាមនុស្សអាត្មានិយមឬក៏គាត់ហ្នឹងជាមនុស្សដែរខូចខលជាមួយនឹងតានឹងដែរមែនអត់បងប្អូនហើយជួយខមមិនម្នាក់មួយផងហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាដោយសារតែខ្ញុំរៀងសង្ខេបនៅសាច់រឿងហ្នឹងទេហើយសម្រាប់បងប្អូនដែលថ្មីណាស្ដាប់ចប់ហើយក៏សូមជួយ Subscribe Channel ថ្មីរបស់ខ្ញុំបាទផងដើម្បីទទួលបាននៅវីដេអូថ្មីទៀត